ឲ្យយើងឲ្យច្រើនមកបើមិនដូច្នេះទេយើងនឹងចាប់ឯងយកទៅដុតទាំងរស់សូមកុំសម្លាប់ខ្ញុំអីខ្ញុំនៅក្នុងភ្លើងគឺពិតជាក្តៅខ្លាំងណាស់បើអ្នកទាំងអស់គ្នាធ្វើបែបនេះខ្ញុំច្បាស់ជាស្លាប់ណែអាសានដើកឯងងាប់ឬក៏រស់វាគឺជារឿងរបស់ឯងមានប្តីប្រពន្ធកំជិល2នាក់រស់នៅក្នុងភូមិមួយអ្នកទាំងពីរពិតជាខ្ជិលខ្លាំងណាស់រាល់ថ្ងៃពួកគេមិនធ្វើការឬរកស៊ីអ្វីនោះទេដីស្រែចម្ការក៏មានតែពួកគេទុកវាចោលដោយមិនខ្វល់ខ្វាយពីអ្វីតលតែសោះនៅថ្ងៃមួយដោយគ្មានអង្ករឆីប្រពន្ធក៏បាននិយាយទៅកាន់បរិសុទ្ធប្តីថាឯងហើយយើងអស់អង្ករឆីហើយពួកយើងគួរតែធ្វើអ្វីម្យ៉ាងហើយឯងតើឲ្យខ្ញុំធ្វើយ៉ាងម៉េចពួកយើងគួរតែទៅរកការងារធ្វើទៅពេលនេះពួកយើងគ្មានប្រាក់ឡើយមែនហើយយើងត្រូវតែធ្វើការរកប្រាក់បើមិនអញ្ចឹងទេយើងច្បាស់ជាដាច់ពោះស្លាមតោះឯងបើអញ្ចឹងពួកយើងធ្វើដំណើរចេញទៅទាំងពីរអ្នកប្តីប្រពន្ធក៏បានធ្វើដំណើរទៅរកការងារធ្វើនៅតាមផ្លូវគេបានជួបនឹងលោកតាចំណាស់ម្នាក់តើពួកឯងទាំងពីរនាក់ធ្វើដំណើរទៅណានឹងបាទអ៊ំខ្ញុំគិតថាទៅរកការងារធ្វើណែបើអ៊ំអស់អីហើយពួកខ្ញុំសូមបន្តដំណើរទៅមុខទៀតហើយណាឈប់សិនពួកឯងរកចាំពេលល្អណាស់នេះយើងកំពុងតែខ្វះមនុស្សផងយើងត្រូវការមនុស្សមកធ្វើការឲ្យយើងមើលទៅឯងនៅគ្មានកម្លាំងខ្លាំងច្បាស់ជាអាចធ្វើបានថាម៉េចនេះដូចអ៊ំនឹងមានការងារឲ្យពួកខ្ញុំធ្វើដែរអ៊ំតើការងារនោះជាអ្វីទៅយើងបានទិញអង្ករស្តុកទុកជាច្រើនបើសិនជាឯងអាចលាយអង្ករដាក់ចូលទៅក្នុងឃ្លាំងបានឯងប្រកាសជាអាចធ្វើការឲ្យយើងបានហើយថាម៉េចឲ្យខ្ញុំលីសែងមែនព្រះអើយខ្ញុំធ្វើមិនកើតទេខ្ញុំមិនអាចធ្វើការងារធ្ងន់ៗបានឡើយខ្ញុំខ្លាចខ្លាំងណាស់ត្បិតថាការងារលំបាកក៏ពិតមែនតែបើឯងតស៊ូតែបន្តិចនោះឯងប្រកាសជាអាចធ្វើបានណាមួយយើងមើលទៅឯងចោះឯងក៏មានអាយុមិនច្រើនប្រហែលដែរខ្ញុំមិនធ្វើទេស្មានតែឲ្យខ្ញុំធ្វើការដែលមិនប្រើកម្លាំងខ្ញុំគ្មានពាក្យអ្វីត្រូវនិយាយទៀតទេតោះអូនសម្លាញ់យើងបន្តដំណើរទៅមុខទៀតបន្ទាប់មកអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់ផ្ទះលោកថៅកែម្នាក់សួស្តីលោកថៅកែខ្ញុំមករកការងារធ្វើតើពួកឯងចេះធ្វើការងារស្អីខ្លះទៅខ្ញុំមិនចេះអ្វីទេលោកថៅកែប៉ុន្តែខ្ញុំមិនចង់ធ្វើការងារណាដែលប្រើកម្លាំងទេយើងប្រកាសជាមានអូនសម្លាញ់នេះយើងមានលៀបហើយបាទលោកថៅកែតើការងារនោះជាអ្វីទៅឯងទាំងពីរនាក់ស្ដាប់យើងឲ្យបានច្បាស់ការងារដែលយើងឲ្យពួកឯងធ្វើគឺមិនប្រើកម្លាំងនោះទេតែប្រើគំនិតពួកឯងត្រូវតែចងចាំមុខទំនិញទាំងអស់ហាចងចាំមែនទេតើទំនិញដែលលោកថៅកែនិយាយនោះវាមានប៉ុន្មានមុខដែរទៅទំនិញរបស់យើងគឺមានរាប់ពាន់មុខឯណោះលោកថៅកែអើយខ្ញុំមិនអាចចងចាំបាននោះទេបើទំនិញច្រើនម្លឹងនោះមែនហើយលោកថៅកែខ្ញុំក៏មិនអាចចាំបាននោះដែរតោះអូនសម្លាញ់ការងារពិបាកយ៉ាងហ្នឹងយើងមិនបាច់ធ្វើក៏បានដែរអ្នកទាំងពីរក៏បានធ្វើដំណើរត្រឡប់ទៅវិញតើពួកគេទាំងពីរអ្នកនោះមករកការងារអ្វីទៅប្រាក់មកកាក់ម៉ាស៊ីនគឺពិតជាពិបាករកខ្លាំងណាស់ពាក្យថាការងារគឺមិនងាយស្រួលនោះទេតលតែមានការតស៊ូទើបអាចសម្រេចគោលដៅបានក្រឡេកមើលពីអ្នកប្តីប្រពន្ធឯនេះវិញឯងខ្ញុំឃ្លានណាស់នេះខ្ញុំមិនតបបានអ្វីឆីតាំងពីព្រឹកមកម្លេះឯងខ្ញុំនេះក៏ឃ្លានដែរតែពួកយើងរកការងារមិនបានសោះនៅថ្ងៃនេះពេលនោះអ្នកទាំងពីរក៏បានឃើញអណ្ដើកមួយក្បាលវាបានវាកើមនៅចិត្តនោះឯងនោះគឺជាសត្វអណ្ដើកតើមែនហើយឯងយើងយកវាធ្វើអាហារទៅល្អណាស់បើអញ្ចឹងពួកយើងចាប់វាទៅនៅពេលដែលអ្នកទាំងពីរមកដល់ផ្ទះឯងតើអណ្ដើកនេះគេធ្វើយ៉ាងម៉េចទៅខ្ញុំមិនធ្លាប់ធ្វើពីមុនមកនោះទេហើយឯងគឺជាមនុស្សស្រីមិនបានជាឯងសួរខ្ញុំអញ្ចឹងឯងធ្វើយ៉ាងម៉េចក៏ដោយឲ្យតែឆ្អិនគឺយើងអាចញ៉ាំបានហើយប៉ុន្តែខ្ញុំមិនធ្លាប់បានធ្វើពីមុននោះទេខ្ញុំធ្លាប់តែធ្វើសាច់ជ្រូកសាច់ត្រីសាច់មាន់សាច់ទាចំណែកឯសត្វអណ្ដើកនេះខ្ញុំមិនធ្លាប់បានធ្វើវាពីមុនមកឡើយបើឯងមិនដឹងថាត្រូវធ្វើអ្វីយើងយកវាដុតតែម្ដងទៅមែនហើយឯងកំណត់នេះពិតជាល្អណាស់លុះគិតហើយអ្នកទាំងពីរក៏បានយកអណ្ដើកទៅដុតនៅក្នុងភ្លើងអណ្ដើកឈឺចាប់ខ្លាំងណាស់វាក៏បាននិយាយថាសូមអ្នកទាំងពីរកុំដុតខ្ញុំអីបានទេពួកគេទាំងពីរនាក់ក៏បានយកអណ្ដើកចាក់ចេញពីភ្លើងវិញនេះសត្វអណ្ដើកចេះនិយាយខ្ញុំចេះនិយាយអណ្ដើកចេះនិយាយ
ណាដើកយើងមិនអាចទុកជីវិតឲ្យឯងរស់នៅបានទេយើងត្រូវតែសម្លាប់ឯងហើយយើងនឹងយកឯងធ្វើជាអាហាររបស់យើងសូមកុំសម្លាប់ខ្ញុំអីអ្នកទាំងពីរខ្ញុំសូមអង្វរពេលនោះអណ្ដើកបានយំហើយមាសក៏បានធ្លាក់ចុះមកក្រោមឯងនេះគឺជាមាសអណ្ដើកនេះច្បាស់ជាអណ្ដើកវេទមន្តហើយនៅពេលដែលវាយំស្រាប់តែមានមាសធ្លាក់ចេញមកមែនហើយឯងយើងយកមាសនេះទៅចែកវាល្អជាងហើយយើងទុកអណ្ដើកនេះឲ្យវាយំចេញមាសឲ្យយើងបន្ថែមទៀតមែនហើយកំណត់ឯងនេះពិតជាល្អណាស់ពួកគេបានយកអណ្ដើកដាក់ចូលទៅក្នុងធុងហើយពួកគេមិនប្រឡែងអណ្ដើកនោះទេអ្នកទាំងពីរបានយកមាសដែលចេញពីទឹកភ្នែកអណ្ដើកនោះយកទៅដូរជាប្រាក់ហើយចាយវាយ៉ាងសប្បាយរីករាយទៀតផងពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរមិនខិតខំធ្វើការងារអ្វីឡើយនៅពេលដែលពួកគេចាយមាសប្រាក់នោះអស់ហើយពួកគេក៏បានយកអណ្ដើកមកគម្រាមបន្ថែមទៀតអណ្ដើកឯងឆាប់បញ្ចេញមាសឲ្យយើងឲ្យច្រើនមកបើមិនដូច្នេះទេយើងនឹងចាប់ឯងយកទៅដុតទាំងរស់សូមកុំសម្លាប់ខ្ញុំអីខ្ញុំនៅក្នុងភ្លើងគឺពិតជាក្តៅខ្លាំងណាស់បើអ្នកទាំងអស់គ្នាធ្វើបែបនេះខ្ញុំច្បាស់ជាស្លាប់ណែអាសានអណ្ដើកឯងងាប់ឬក៏រស់វាគឺជារឿងរបស់ឯងប៉ុន្តែយើងត្រូវការប្រាក់ឯងឆាប់ផ្ដល់មាសឲ្យយើងមកមើលទៅអាសត្វអណ្ដើកនេះបើសិនជាពួកយើងមិនប្រោថក្តៅជាមួយវាទេវាច្បាស់ជាមិនស្ដាប់យើងឡើយអូនសម្លាញ់បើអញ្ចឹងបងឯងយកវាទៅដុតភ្លាមទៅពេលនោះបុរសជាប្តីក៏បានយកអណ្ដើកទៅដុតចំណែកមាសក៏បានធ្លាក់មកម្ដងទៀតខ្ញុំក្តៅណាស់ខ្ញុំក្តៅបើឯងធ្លាក់មាសតាំងពីដំបូងឯងក៏មិនត្រូវឈឺចាប់អញ្ចឹងដែរមែនហើយឯងអណ្ដើកនេះពិតជាឈួតមែនតោះតែយើងយកវាទៅដុតទៅចេញមាសពេលនោះមានបរិមម្នាក់ឈ្មោះកុសលគេបានស្ដាប់លើអ្នកទាំងពីរនិយាយគ្នាទាំងអស់ពិតជាចម្លែកមែនហេតុអ្វីបានជាសត្វអណ្ដើកនេះចេះនិយាយអញ្ចឹងហើយថែមទាំងអាចបង្កើតមាសបានមកទៀតមើលទៅទាំងពីរអ្នកប្តីប្រពន្ធនេះធ្វើបាបសត្វអណ្ដើកនេះខ្លាំងណាស់ខ្ញុំគឺជាមនុស្សល្អខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងហើយដើម្បីជួយសត្វអណ្ដើកនេះនៅពេលដែលទាំងពីរអ្នកប្តីប្រពន្ធដើរចេញទៅបានកុសលគេក៏បានចូលទៅក្នុងផ្ទះដើម្បីសង្គ្រោះសត្វអណ្ដើកនោះអណ្ដើកឯងឆាប់ចេញមកខ្ញុំមកជួយឯងហើយខ្ញុំមិនជឿទេមនុស្សលោកចិត្តអាក្រក់ខ្លាំងណាស់ពួកគេធ្វើបាបខ្ញុំរហូតយើងនិយាយនេះគឺជាការពិតយើងគ្មានពេលវេលាច្រើននោះទេយើងមកទីនេះដើម្បីសង្គ្រោះឯងបើអញ្ចឹងខ្ញុំជឿលោកម្ដងទៅចោះកុសលគេបានយកអណ្ដើកមកដល់មាត់បឹងមួយស្រាប់តែពេលនោះគេបានជួបនឹងពីរអ្នកប្តីប្រពន្ធនេះតើឯងធ្វើអីនេះឯងហ៊ានលួចទ្រព្យសម្បត្តិរបស់យើងផងខ្ញុំមិនបានលួចនោះទេខ្ញុំកំពុងតែជួយសត្វអណ្ដើកឯងកុំឲ្យវាទម្លាក់អណ្ដើកចូលទៅក្នុងបឹងអីសោះព្រោះតែសត្វអណ្ដើកនេះវារកមានប្រាក់ឲ្យយើងបានច្រើនណាស់ខ្ញុំដឹងហើយខ្ញុំនឹងមិនឲ្យវារួចខ្លួននោះទេខ្ញុំនឹងប្រើដាវនេះដើម្បីសម្លាប់វាកុសលគេបានទម្លាក់សត្វអណ្ដើកចូលទៅក្នុងបឹងនោះចំណែកទាំងពីរអ្នកប្តីប្រពន្ធនេះវិញពួកគេបានកាន់ដាវបំរុងនឹងចាក់សម្លាប់កុសលទៅហើយស្រាប់តែលោកមេភូមិក៏បានមកដល់យីហេតុអ្វីបានជាឯងចង់សម្លាប់គេអញ្ចឹងតើពួកឯងមកទីនេះធ្វើអ្វីលោកមេភូមិខ្ញុំមកទីនេះដើម្បីជួយសត្វអណ្ដើកអូណាលោកមេភូមិមកហើយអូនសម្លាញ់យើងនៅទីនេះមិនបានទេពួកយើងឆាប់ចេញទៅវិញទៅខ្ញុំអរគុណណាស់លោកមេភូមិដែលលោកបានមកដល់ទីនេះតាន់ពេលវេលាមែនហើយកុសលតើរឿងនេះវាយ៉ាងម៉េចហេតុអ្វីបានជាឯងយកអណ្ដើកមកទម្លាក់ចោលក្នុងបឹងនេះអញ្ចឹងបាទលោកមេភូមិរឿងគឺបែបនេះកុសលគេបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ដល់លោកមេភូមិឲ្យបានដឹងអំពីរឿងនេះក្រោយពីបានដឹងហើយក៏មានការភ្ញាក់ផ្អើលបន្តិចដែរដោយសារតែសត្វអណ្ដើកចេះនិយាយភាសាមនុស្សនៅពេលដែលកុសលគេត្រឡប់មកដល់ផ្ទះវិញគេបានជាឃើញមានប្រាក់យ៉ាងច្រើននៅក្នុងបន្ទប់របស់គេយីតើមានប្រាក់ទាំងអស់នេះមកពីណាទៅហេតុអ្វីបានជាវាមានច្រើនខ្លាំងម្ល៉េះឬមួយក៏សត្វអណ្ដើកជាអ្នកឲ្យខ្ញុំអណ្ដើកគេពិតជាបានប្រកុលមាសឲ្យទៅកុសលពិតប្រកបមែនចំណែកប្តីប្រពន្ធទាំងពីរនាក់នេះវិញបន្ទាប់ពីគេចាយមាសប្រាក់អស់ទៅហើយពួកគេក៏បានធ្លាក់ខ្លួនមកក្រោមម្ដងទៀតហើយរស់នៅយ៉ាងលំបាកវេទនាបំផុតធ្វើល្អបានល្អធ្វើអាក្រក់នឹងទទួលផលអាក្រក់តួយ៉ាងដូចជាប្តីប្រពន្ធទាំងពីរនាក់នេះដូចនេះដែរនៅក្នុងភូមិមួយមានបរិសម្នាក់ដែលគេជាកូនរបស់លោកសេដ្ឋីគេមានឈ្មោះថាច័ន្ទបុត្រគេចូលចិត្តលេងសើចច្រើនមិនសូវនៅផ្ទះប៉ុន្មាននោះទេ
គេតែងតែដើរលេងកន្លែងជាច្រើននៅក្នុងភូមិរបស់គេនៅថ្ងៃមួយគេបានមកដើរលេងនៅក្នុងព្រៃដើម្បីបានមើលទេសភាពដូចរាល់ដងស្រាប់តែពេលនោះគេបានជួបនឹងកូនឆ្កែមួយក្បាលដោយសារតែគេជាមនុស្សមិនចេះនៅស្ងៀមក៏បានយកដុំថ្មទៅគប់កូនឆ្កែនោះបន្ទាប់មកកូនឆ្កែនោះវាខឹងយ៉ាងខ្លាំងកូនឆ្កែក៏បានក្លាយជាឥសីម្នាក់ ហេតុអ្វីបានជាឯងធ្វើបាបយើងតើយើងធ្វើអ្វីឯងមែនទេឯងឆាប់ប្រាប់យើងមក យើងមិនបាច់មានហេតុផលនោះទេបើយើងចង់ធ្វើយើងធ្វើហើយ អាល្អិតឯងនេះពិតជាមាននំនួតពេកហើយយើងនឹងធ្វើឲ្យឯងស្គាល់ស្នាដៃអីសីម្ដងយើងនឹងឲ្យឯងខ្លាចជាមនុស្សពេញវ័យនៅពេលថ្ងៃហើយនៅពេលយប់យើងនឹងឲ្យឯងខ្លាចជាយក្សបៃតងប៉ុន្តែបើឯងចង់ខ្លាចជាមនុស្សវិញគឺនៅមានពេលវេលាមួយខែទៀតហើយរើសមនុស្សស្រីបានតែម្នាក់គត់ដែលមនុស្សស្រីម្នាក់នោះគឺត្រូវតែស្រឡាញ់ឯងពេលដឹងការពិតថាឯងជាយក្សបៃតងក៏ដោយប៉ុន្តែបើលើសពីមួយខែទៅឯងនឹងខ្លាចជាយក្សបៃតងរហូតហើយអោះ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  អត់ទេលោកតាកុំធ្វើបែបនេះអីសូមលោកតាដល់បណ្ដាសាវិញទៅខ្ញុំមិនចង់ខ្លាចជាយក្សបៃតងនោះទេ បើយើងមិនធ្វើអញ្ចឹងទេឯងនៅតែធ្វើបាបគេទៀតអាងខ្លួនឯងជាកូនសេដ្ឋីគិតថាធ្វើអ្វីបានតាមតែចិត្តមែនទេបើមិនចង់ខ្លាចជាយក្សបៃតងនោះទេឆាប់រកមនុស្សស្រីដែលយើងនិយាយភ្លាមទៅអោះ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  ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងមកលើរូបខ្ញុំទៅវិញតើឲ្យខ្ញុំរកមនុស្សបែបនោះនៅទីណាទៅច័ន្ទបុតក៏បានត្រឡប់មកផ្ទះវិញដោយទឹកមុខរបស់គេក្រៀមក្រំមិនសប្បាយចិត្តដូចជាពេលមុនឡើយ កូនសម្លាញ់ពុកហេតុអ្វីបានជាថ្ងៃនេះទឹកមុខរបស់កូនក្រៀមក្រំម្លេះ បាទលោកពុកកូនគ្មានរឿងអ្វីនោះទេ តើកូនឈឺមែនទេ អត់ទេពុកកូនគ្រាន់តែមិនសូវសប្បាយចិត្តហើយនៅយប់នេះខ្ញុំមិនហូបអ្វីនោះទេអញ្ចឹងខ្ញុំទៅបន្ទប់ហើយណាលោកពុក កូនរបស់យើងថ្ងៃនេះខុសប្លែកពីរាល់ដងតើមានរឿងអ្វីមែនទេ បើខ្ញុំខ្លាចជាយក្សបៃតងមែនតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅខ្ញុំត្រូវប្រឈមមុខនឹងពុកនិងមនុស្សគ្រប់គ្នាបែបណាទៅពេលយប់ក៏បានចូលមកដល់រឿងដែលច័ន្ទបុតភ័យព្រួយក៏បានកើតឡើងពិតមែនច័ន្ទបុតបានខ្លាចជាយក្សបៃតងដោយអីសីនិយាយមែនច័ន្ទបុតគេពិតជាព្រួយបារម្ភយ៉ាងខ្លាំងចប់ហើយអញនៅពេលនេះបើមិនអាចរកមនុស្សស្រីដោយដែលលោកអីសីនិយាយបានទេអញប្រកាសជាខ្លាចជាយក្សរហូតហើយពេលនោះលោកសេដ្ឋីដែលឆ្ងល់នឹងកូនប្រុសរបស់ខ្លួនដែលគេមានទឹកមុខខុសប្លែកគាត់ក៏បានចូលមកក្នុងបន្ទប់របស់កូនចំណែកកូនប្រុសរបស់លោកសេដ្ឋីក៏បានលាក់ខ្លួនមិនឲ្យឪពុករបស់គេឃើញឡើយក ូនប្រុសកូនសម្លាញ់ពុកហេតុអ្វីបានជាកូនមិនទៅឆៃបាយអញ្ចឹង ខ្ញុំបានប្រាប់ហើយថ្ងៃនេះខ្ញុំមិនហូបអ្វីនោះទេ បើអញ្ចឹងកូនប្រុសនៅកន្លែងណានឹង ខ្ញុំកំពុងតែផ្លាស់សម្លៀកបំពាក់ណាពុក បើផ្លាស់សម្លៀកបំពាក់ហើយឯងឆាប់ចូលដេកទៅយើងមិនរំខានឯងទៀតទេ បន្ទាប់មកលោកសេដ្ឋីគាត់ក៏បានចាក់ចេញពីបន្ទប់កូនប្រុសរបស់ខ្លួនលុះព្រឹកឡើងមកដល់លោកសេដ្ឋីក៏បានហៅកូនប្រុសរបស់គាត់មកនិយាយរឿងមួយហេតុអ្វីបានជាពុកហៅខ្ញុំមកទីនេះ ពុកមានរឿងមួយដែលតាក់ទងនឹងអនាគតរបស់កូនយើងចង់ឲ្យឯងរៀបការជាមួយនឹងកូនអ្នកអុកញ៉ាហើយការរៀបការនេះនឹងរៀបចំនៅខែក្រោយហើយណាកូន ហេតុអ្វីក៏លឿនម្លេះពុកខ្ញុំមិនតាន់បានត្រៀមខ្លួនទេហើយខ្ញុំក៏មិនតាន់ស្គាល់កូនលោកអុកញ៉ានោះដែរមិនដឹងថានាងមានរូបរាងយ៉ាងណានោះទេ មិនអីទេកូនប្រុសនៅប៉ុន្មានថ្ងៃទៀតនាងនឹងមកលេងទីនេះហើយពេលនោះកូននឹងស្គាល់គេជាមិនខាន នៅខណៈនោះច័ន្ទបុតមិនដឹងធ្វើយ៉ាងម៉េចឡើយមានតែតាមឪពុករបស់គេសិននៅថ្ងៃមួយច័ន្ទបុតបានចាក់ចេញពីផ្ទះដើម្បីដើរមើលទេសភាពបន្ធូរអារម្មណ៍ពេលនោះគេក៏បានជួបនឹងនារីម្នាក់ពួកគេទាំងពីរនាក់កំពុងតែឈរទល់មុខគ្នាអ្នកនាងផ្លូវនេះខ្ញុំដើរជិតផុតហើយហេតុអ្វីបានជាអ្នកនាងដើរមកទៀតហេតុអ្វីក៏អ្នកនាងមិនចាំនៅម្ខាងទៀតអញ្ចឹង
ណែខ្ញុំទេជាអ្នកដើរលើផ្លូវនេះមុនលោកទេដែលត្រូវត្រឡប់ក្រោយវិញនោះហើយដើម្បីបានជាលោកនៅតែមកទៀតមុខលោកដូចជាយកអត់អាហារអញ្ចឹង គ្រាន់តែនិយាយហើយច័ន្ទបុតក៏ស្ងាត់ហើយនាងក៏បានដើរទៅមុខបាត់ទៅមនុស្សស្រីអីអញ្ចឹងហេតុអ្វីក៏ឆ្នះម្លេះបើអ្នកណាបានធ្វើជាប្រពន្ធច្បាស់ជាសំណាងអាក្រក់ហើយកូនប្រុសកូនត្រឡប់មកវិញហើយមែនទេថ្ងៃនេះពុកមានរឿងល្អចង់ប្រាប់ តើរឿងអ្វីទៅពុក រឿងរៀបការរបស់កូនពេលនេះកូនលោកអុកញ៉ាគេបានមកដល់ផ្ទះយើងហើយ អូហេតុអ្វីបានជាមកគ្មានអ្នកណាដឹងអញ្ចឹង គេមកទីនេះដោយភាពស្ងៀមស្ងាត់មិនចង់ឲ្យអ្នកណាដឹងឡើយ ពេលនោះកូនលោកអុកញ៉ាក៏បានចេញមកហើយគេក៏បានឃើញច័ន្ទបុតពួកគេទាំងពីរនាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេទើបតែបានឆ្លោះគ្នាមុននេះបន្តិចហ៎តាមពិតគឺជាអ្នកនាងមែនទេ អូលោកជាកូនរបស់លោកសេដ្ឋី អីយ៉ាអ្នកទាំងពីរស្គាល់គ្នាហើយមែនទេល្អណាស់ឥឡូវហត់រៀងខ្លួនហើយឆាប់ចូលសម្រាកក្នុងបន្ទប់សិនទៅ នៅក្នុងចិត្តរបស់ច័ន្ទបុតតែងតែមានចិត្តភ័យព្រួយព្រោះពេលវេលាមួយខែវាឆាប់រហ័សមិនយូរឡើយតើពេលនេះខ្ញុំត្រូវធ្វើអ្វីទៅតើអ្នកនាងនោះគេស្អប់ខ្ពើមខ្ញុំទេបើខ្ញុំខ្លាចជាយៈបៃតងអញ្ចឹងលុះស្អែកឡើងនៅក្នុងបន្ទប់របស់ធីតាមានសម្លេងស្រែកភ្ញាក់ផ្អើលយ៉ាងខ្លាំងច័ន្ទបុតក៏បានចូលទៅសួរនាងអ្នកនាងហេតុអ្វីបានជាអ្នកនាងស្រែកខ្លាំងម្ល៉េះតើមានរឿងអ្វីទៅ គេនៅទីនេះមានសត្វកន្លានខ្ញុំខ្លាចសត្វកន្លានណា មិនអីទេអ្នកនាងចាំខ្ញុំឲ្យគេរៀបចំឡើងវិញ ចាអរគុណអ្នកប្រៅ ប៉ុន្តែទឹកមុខរបស់ច័ន្ទបុតកាន់តែក្រៀមក្រំព្រោះសូម្បីតែសត្វកន្លាតនាងខ្លាចទៅហើយចុះតម្រាំគេជាយៈបៃតងទៀតតើនាងខ្លាចប៉ុណ្ណាទៅពេលវេលាកាន់តែកន្លងទៅច័ន្ទបុតកាន់តែស្ងៀមស្ងាត់ហាក់ដូចជាមិននិយាយច្រើនដូចមុនឡើយតើខ្ញុំគួរតែប្រាប់នាងអំពីការពិតថាខ្ញុំជាយៈបៃតងខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ទោះបីជាច័ន្ទបុតចិត្តដល់ថ្ងៃខ្លាចជាយៈពេញសិទ្ធក៏ដោយក៏គេនៅមិនតន់ប្រាប់នាងផងដែរធីតានាងឃើញទឹកមុខច័ន្ទបុតស្រពន់បែបនេះនាងក៏បានសួរថា តើលោកមិនសប្បាយចិត្តរឿងអ្វីខ្ញុំសង្កេតឃើញទឹកមុខរបស់លោកហាក់បីដូចជាមិនសប្បាយចិត្តសោះ ខ្ញុំអត់មានរឿងអ្វីទេអ្នកនាង បើលោកមិនសប្បាយចិត្តនៅពេលដែលខ្ញុំមកទីនេះលោកអាចប្រាប់ខ្ញុំបានខ្ញុំនឹងចាកចេញពីទីនេះ ពួកគេទាំងពីរនាក់ហាក់បីដូចជាមានអារម្មណ៍ការទុករៀងៗខ្លួនខណៈនោះដែរមានយៈមួយបានចេញមក យៈធំណាស់តើវាមកពីណាទៅ ហ៎យៈឯងមកពីណាតើឯងមកទីនេះមានការអ្វីទៅ អោះយើងមកទីនេះដើម្បីចាប់ស្រីស្អាតយកទៅកន្លែងរបស់យើងអោះ អត់ទេយើងមិនព្រមជាដាច់ខាត សមត្ថភាពត្រឹមឯងមិនអាចខត់ខាំងយើងបាននោះទេអោះ ពេលនោះគ្មានអ្នកណាអាចខត់យៈបានឡើយយៈបានវាច័ន្ទបុតឲ្យសន្លប់ហើយយកពួកគេទាំងពីរនាក់ទៅឃុំឃាំងបើខ្ញុំមិនដូចពេលនេះតើអ្នកនាងស្អប់ខ្ពើមខ្ញុំទេ លោកនិយាយអញ្ចឹងតើបានន័យយ៉ាងម៉េចទៅ ពេលនោះយៈក៏បានចាប់ធីតាយកមកដុតស៊ី អ្នកប្រៅជួយខ្ញុំផងអ្នកប្រៅជួយខ្ញុំផង ពេលនោះយប់ក៏បានចូលមកដល់ច័ន្ទបុតបានប្រែក្លាយជាយៈបៃតងប៉ុន្តែជាយៈដែលមានមេត្តាធំមានកម្លាំងខ្លាំងវាជាថ្ងៃដែលច័ន្ទបុតក្លាយជាយៈពេញសិទ្ធពួកគេក៏បានប្រយុទ្ធគ្នាដោយសារតែពួកគេទាំងពីរនាក់ខ្លាំងដូចគ្នាទើបធ្វើឲ្យរបួសស្ទើរតែស្លាប់រៀងៗខ្លួននៅទីបំផុតយៈក៏បានស្លាប់ប៉ុន្តែច័ន្ទបុតប្រឹងខ្លាំងពេករហូតដល់មានរបួសខ្លាំងបំរុងនឹងស្លាប់ដែរ
គ្រាន់តែនៅសល់ដង្ហើមចុងក្រោយតែប៉ុណ្ណោះធីតាឃើញបែបនេះនាងកាត់ទុកជាខ្លាំង នេះហើយជាការពិតរបស់ខ្ញុំគឺជាយក្សបៃតងតើអ្នកនាងស្អប់ខ្ពើមខ្ញុំទេ អត់ទេខ្ញុំមិនស្អប់ខ្ពើមលោកទេតើលោកដឹងទេកាលពីប៉ុន្មានឆ្នាំមុននៅពេលដែលលោកបានជួយខ្ញុំវាបានធ្វើឲ្យខ្ញុំស្រឡាញ់លោកបាត់ទៅហើយចំណែកឯរឿងលោកខ្លាចជាយក្សបៃតងខ្ញុំក៏បានដឹងដែរខ្ញុំដឹងតាំងពីខ្ញុំមកដល់ផ្ទះលោកថ្ងៃដំបូងមកម្លេះដោយសារតែខ្ញុំច្រឡំចូលក្នុងបន្ទប់របស់លោកពេលនោះខ្ញុំបានឃើញលោកជាយក្សបាត់ទៅហើយ ពេលនេះវាហួសពេលទៅហើយ ពេលនោះច័ន្ទបុតក៏បានបិទភ្នែកហើយដង្ហើមកាន់តែតិចទៅរហូតដល់ស្លាប់បាត់បង់ជីវិតធីតានាងបានយំជាខ្លាំងដោយទឹកភ្នែករបស់នាងបានស្រក់ទៅលើច័ន្ទបុតដោយសារតែទឹកភ្នែកដែលស្រឡាញ់ស្មោះស្ម័គ្ររបស់ធីតាទើបធ្វើឲ្យច័ន្ទបុតរស់និងក្លាយជាមនុស្សឡើងវិញវាបានធ្វើឲ្យពួកគេមានឱកាសស្រឡាញ់គ្នាហើយពួកគេទាំងពីរនាក់ត្រូវបានលោកសេដ្ឋីរៀបចំថ្ងៃមង្គលការឲ្យពួកគេរៀបការជាមួយនឹងគ្នា អស់កាលជាយូរលង់ណាស់មកហើយមានប្តីប្រពន្ធពីរនាក់ស្រឡាញ់គ្នាជាខ្លាំងពួកគេតែងតែនៅក្បែរគ្នាយ៉ាងស្អិតរមួតមិនដែលឃ្លាតពីគ្នាឡើយរីឯចំណងចំណូលចិត្តពួកគេទាំងពីរចូលចិត្តរុក្ខជាតិផ្កាជាខ្លាំងជាពិសេសគឺផ្កាកុលាបពណ៌ក្រហមពួកគេទាំងពីរនាក់បានដាំវាជាមួយផ្កាដទៃទៀតផងដែរនៅថ្ងៃមួយពេលពួកគេដើរលេងកម្សាន្តជាមួយគ្នាហើយបានជួបនឹងតាចាស់ម្នាក់ពូកែខាងទូទាយជោគវាសនារបស់មនុស្ស ណែចៅទាំងពីរហើយកំពុងតែធ្វើដំណើរទៅណាមកណានឹង បាទលោកតាពួកខ្ញុំកំពុងតែដើរលេងនៅម្ដុំនេះតើលោកតាមានអ្វីឲ្យពួកខ្ញុំជួយដែរឬទេ អត់ទេតើគ្មានអ្វីឲ្យចៅជួយទេឲ្យតែពួកចៅជួយខ្លួនឯងឲ្យបានសិនទៅ លោកតានិយាយបែបនេះចឹងបានន័យថាយ៉ាងម៉េចទៅ គឺចៅទាំងពីរអាចនឹងមានគ្រោះថ្នាក់ឬក៏បែកបាក់ព្រាត់ប្រាសគ្នានៅពេលខាងមុខ តើវាជាគ្រោះថ្នាក់អ្វីទៅលោកតាអាចប្រាប់ពួកខ្ញុំបានទេ ការកុលាបមានពណ៌ក្រហមដែលអ្នកទាំងពីរបានដាំនៅពេលដែលវាប្រែទៅជាពណ៌ខ្មៅពេលនោះហើយគឺអ្នកទាំងពីរនឹងបែកបាក់គ្នា តើមានវិធីណាអាចគេចផុតពីគ្រោះថ្នាក់នេះបានទេ ដូចជាគ្មានវិធីនោះទេចៅមានតែបណ្ដោយតាមព្រេងវាសនាអ្នកទាំងពីរទៅចោះព្រោះយើងមិនអាចបដូរព្រេងវាសនាដែលបានកំណត់ឡើយឥឡូវដល់ពេលដែលតាត្រូវទៅហើយសូមសំណាងល្អណាស់ចៅទាំងពីរ ពួកគេទាំងពីរនាក់នៅពេលដែលបានស្ដាប់លោកតានិយាយបែបនេះហើយពួកគេច្របូកច្របល់ក្នុងចិត្តជាខ្លាំង លោកប្តីខ្ញុំពិតជាបារម្ភណាស់ខ្ញុំមិនចង់ឲ្យរឿងទាំងអស់នេះកើតមកលើពួកយើងឡើយ កុំបារម្ភអីប្រពន្ធសម្លាញ់វាគ្រាន់តែជាការទស្សន៍ទាយតែប៉ុណ្ណោះវាមិនមែនជាការពិតនោះទេជារៀងរាល់ថ្ងៃពួកគេទាំងពីរនាក់តែងតែទៅមើលថែផ្កាដែលពួកគេបានដាំរឿងដែលមិននឹកស្មានដល់នោះកុលាបដែលពួកគេបានដាំវាបានคล้ายទៅជាកុលាបពណ៌ខ្មៅដូចអ្វីដែលលោកតាបាននិយាយពិតមែន លោកប្តីពេលនេះផ្កាកុលាបវាបានប្រែទៅជាពណ៌ខ្មៅហើយខ្ញុំពិតជាភ័យណាស់តើយើងគួរធ្វើយ៉ាងម៉េចទៅ អូនត្រជាក់ចិត្តសិនទៅវាคล้ายទៅជាពណ៌ខ្មៅបែបនេះអាចថាមកពីយើងមិនបានមើលថែវាដិតដល់ អត់ទេលោកប្តីវានៅខ្មៅហើយស្រស់ដូចផ្កាដតីទៀត ឥឡូវថ្ងៃហ្នឹងយើងមើលថែប៉ុណ្ណឹងបានហើយដល់ពេលដែលយើងត្រឡប់ទៅផ្ទះវិញហើយអូនខណៈដែលពួកគេធ្វើដំណើរត្រឡប់មកវិញក៏ប្រទះនឹងហឹបតូចមួយនៅទីនោះអេតើហឹបនេះជាហឹបអ្វីទៅហេតុអ្វីក៏វាស្អាតអីបែបនេះខ្ញុំបើកមើលវាបន្តិចសិន ឈប់សិនលោកប្តីក៏បើកមើលប្តីផ្ដាស់អី មិនន័យទេអូនបងគ្រាន់តែបើកមើលបន្តិចទេនៅពេលដែលគេបើកប្រអប់ហើយត្រាប់តែមានបិសាចបៃតងមួយបានចេញមកទីបំផុតយើងមានសេរីភាពវិញហើយយើងចាំថ្ងៃនេះអស់រយៈពេលជាយូរមកហើយ
ឥឡូវមិនស្ថិតក្នុងហឹបនេះទៀតនោះទេអះ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  លោកប្តីតើនោះជាអ្វីទៅដែលចេញពីក្នុងហឹបនោះខ្ញុំពិតជាខ្លាចណាស់ កំភៃអីអូនលោកតើលោកជាបិសាចមែនទេ បិសាចមែនទេយើងស្អប់បំផុតអ្នកដែលហៅយើងថាបិសាច បើលោកមានរូបរាងដូចជាបិសាចឲ្យខ្ញុំហៅលោកយ៉ាងម៉េចវិញទៅ យើងមិនមែនជាបិសាចនោះទេយើងគឺជាមនុស្សបៃតងហេតុអ្វីក៏ឯងហៅយើងបែបនេះ មកពីខ្ញុំមើលទៅលោកដូចជាមិនដូចគេផ្សេងនោះទេទាំងរូបរាងនិងអ្វីផ្សេងទៀត ឯងពិតជាធ្វើឲ្យយើងខឹងខ្លាំងណាស់យើងនឹងប្រដៅឯងម្ដងឲ្យស្គាល់រសជាតិដែលឯងបានមើងងាយយើងអូនាងគឺជាប្រពន្ធឯងមែនទេអះ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  ឯងកំចង់ធ្វើអីនឹងឲ្យសោះ ឯងចាំតែមើលទៅ មនុស្សបៃតងបានគម្រាមអ្នកទាំងពីររួចហើយក៏ត្រឡប់ទៅកន្លែងរបស់ខ្លួនបាត់ទៅការនិយាយបែបនេះហើយធ្វើឲ្យអ្នកទាំងពីរឆ្ងល់ជាខ្លាំងតើមនុស្សបៃតងនិយាយបែបនេះគេមានន័យយ៉ាងម៉េចទៅតើគេមានល្បិចអីមកលើរូបខ្ញុំប៉ុន្តែគាត់ដឹងថាប្រពន្ធគាត់មានការផិតភ័យជាខ្លាំងគាត់ក៏បាននិយាយទៅកាន់ប្រពន្ធថាកុំបារម្ភអីអូនមនុស្សបៃតងគ្រាន់តែនិយាយលេងទេ ចាបងអូនដឹងហើយ តោះអូនយើងត្រឡប់ទៅផ្ទះរបស់យើងវិញមនុស្សបៃតងបានត្រឡប់ទៅកន្លែងរបស់គេវិញហើយចាប់ផ្ដើមការគំរាមកំហែងដែលគេនិយាយថានឹងធ្វើបាបពីអ្នកប្តីប្រពន្ធនោះ បន្តិចទៀតយើងនឹងឲ្យឯងភ្លឺភ្នែកនឹងស្គាល់ពីស្នាដៃរបស់យើងម្ដងហើយយើងនឹងប្រើវេទមន្តរបស់យើងដើម្បីនាំប្រពន្ធឯងមកទីនេះឯងចាំមើលទៅអះ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  មនុស្សបៃតងបានប្រើវេទមន្តរបស់គេសណ្ដំទៅលើចិត្តប្រពន្ធរបស់អ្នកដាំផ្កាតោះអូនយើងទៅមើលថែផ្កាតើអូនទៅទេ អត់ទេខ្ញុំមិនចង់ទៅនោះទេខ្ញុំគ្មានអារម្មណ៍ ហេតុអ្វីក៏អូននិយាយដាក់បងបែបនេះ អត់ទេថាមិនទៅគឺមិនទៅហើយមើលទៅមេឃក្តៅចង់បែកក្បាលខ្ញុំទៅហើយ ហេតុអ្វីក៏អូននិយាយដាក់បងបែបនេះអូនមេឃនៅព្រឹកព្រលឹមនៅឡើយទេហេតុអ្វីក៏អូននិយាយថាក្តៅអញ្ចឹង ណែតែបន្តិចទៀតមេឃនឹងក្តៅហើយហេតុអ្វីក៏សួរច្រើនម្លេះខ្ញុំធុញខ្លាំងណាស់ អូនមិនដែលនិយាយដាក់បងអញ្ចឹងពីមុនមកទេតើអូនមានរឿងអ្វីមែនទេឬក៏បងធ្វើខុសទៅលើអូនត្រង់ណាដោយមិនដឹងខ្លួនឲ្យបងសុំទោសអូនផង គ្មានទេគ្រាន់តែខ្ញុំមិនចង់ទៅបានហើយឆាប់ចេញទៅណែកុំរំខានខ្ញុំអីខ្ញុំចង់សម្រាក ហេតុអ្វីក៏អូននិយាយដាក់បងបែបនេះបងពិតជាមិនយល់ទេគាត់ពិតជាពិបាកចិត្តណាស់ព្រោះតាំងពីរៀបការជាមួយនឹងគ្នាមកមិនដែលមានអារម្មណ៍ថាឈឺចាប់បែបនេះនោះទេតែមើលទៅទឹកមុខប្រពន្ធគាត់ហាក់បីដូចជាបញ្ជាក់ថាពាក្យទាំងនេះមិនមែនគាត់ជាអ្នកនិយាយនោះឡើយវាដូចជាមានអ្វីមកបង្ខំគាត់អញ្ចឹងអូនតើអូនកំពុងទៅណានឹង ណែខ្ញុំចង់ទៅណាវាជារឿងរបស់ខ្ញុំលោកមិនចាំបាច់ចង់ដឹងនោះទេ ហេតុអ្វីក៏អូនប៉ុន្មានថ្ងៃនេះផ្លាច់ម្លេះនិយាយស្ដីមិនពីរោះស្ដាប់សោះតើអូនពីមុនបាត់តាណាហើយ បានហើយឆាប់ចេញពីផ្លូវរបស់ខ្ញុំទៅខ្ញុំប្រញាប់ខ្លាំងណាស់ខ្ញុំមិនមានពេលនិយាយច្រើននោះទេ នាងក៏បានចាក់ចេញទៅហើយគាត់ក៏បានលួចដើរតាមពីក្រោយបន្ទាប់មកនាងក៏បានទៅដល់កន្លែងមួយវាបានធ្វើឲ្យប្តីរបស់គាត់ភ្ញាក់ផ្អើលជាខ្លាំងព្រោះវាជាកន្លែងរបស់មនុស្សបៃតងបានប្រើវេទមន្តសណ្ដំចិត្តឲ្យនាងធ្វើជាអ្នកបម្រើរបស់គេ ពេលនេះនាងស្ថិតក្នុងការគ្រប់គ្រងរបស់យើងហើយអះ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  បុរសជាប្តីបានបង្ហាញខ្លួនឲ្យមនុស្សបៃតងបានឃើញតាមពិតវាជាគម្រោងការរបស់ឯងមែនទេ
ឯងមកហើយមែនទេល្អខ្លាំងណាស់យើងគិតថានឹងបង្ហាញឯងអំពីការពិតតើឯងស្គាល់ការឈឺចាប់ដែរទេឯងពិតជាអាក្រក់ណាស់បុរសជាប្តីបានចូលទៅវាយមនុស្សបៃតងតែមនុស្សបៃតងបានប្រើវេទមន្តរបស់គេធ្វើឲ្យបុរសជាប្តីខ្ទាតចេញពីទីនោះនៅពេលដែលគាត់ដឹងខ្លួនឡើងវិញគាត់បាននៅឆ្ងាយពីទីនោះទៅហើយតើខ្ញុំគួរធ្វើយ៉ាងណាទៅទើបអាចយកឈ្នះមនុស្សបៃតងនោះបានពេលនោះតាចាស់ម្នាក់ដែលគាត់បានជួបកាលពីលើកមុនក៏បានបង្ហាញខ្លួនអូលោកតាត្រូវជឿសម្ដីរបស់លោកតាថាវាជាការពិតហើយអ្វីនៅក្នុងលោកសុទ្ធតែមានហេតុផលគឺផលបានមកពីហេតុបណ្ដាលឲ្យកើតផលគ្មានហេតុគឺគ្មានផលយកសម្ដីរបស់តាទៅគិតទៅឥឡូវតាទៅសិនហើយតាគាត់និយាយអ្វីអំពីខ្ញុំស្ដាប់មិនយល់សោះគាត់បានគិតអស់រយៈពេលយ៉ាងយូរបន្ទាប់មកគាត់ក៏បានទៅបេះផ្កាកុលាបមួយទងហើយនឹងយកហឹបតកករើសបាននោះទៅកន្លែងមនុស្សបៃតងយ៉ាងក្លាហានអីយ៉ាឯងមានមុខមកជួបយើងទៀតមែនទេពេលនេះឯងចាប់បន្ទាក់របស់យើងហើយយើងនឹងដុតឯងនៅទីនេះឯងពិតជាសាហាវណាស់មនុស្សបៃតងចាប់ផ្ដើមដុតពួកគេអ្នកដាំផ្កាបានចាប់នៅក្នុងទ្រុងហើយស្រែកហៅប្រពន្ធរបស់គាត់ប្រពន្ធសម្លាញ់អូនភ្ញាក់ខ្លួនឡើងនេះគឺជាផ្កាកុលាបតើអូននៅចាំរឿងយើងទាំងពីរនាក់ទេប្រពន្ធសម្លាញ់អូនឆាប់ភ្ញាក់ខ្លួនឡើងបុរសជាប្តីបានយកផ្កាកុលាបដែលគាត់បានដាំទៅបង្ហាញប្រពន្ធរបស់គាត់ផ្កាកុលាបនោះបានធ្វើឲ្យប្រពន្ធគាត់ចងចាំនៅអនុស្សាវរីយ៍របស់នាងឡើងវិញហើយប្រពន្ធគាត់ក៏បានដឹងខ្លួនពិតមែនបន្ទាប់មកពួកគេជួយគ្នាទៅវិញទៅមកដើម្បីចាក់ចេញពីរូងភ្នំនោះពួកគេបានដើរចេញមកក្រៅក៏បានជួបនឹងមនុស្សបៃតងបុរសជាប្តីបានយកហឹបតកករើសបាននោះទៅស្រូបមនុស្សបៃតងចូលទៅក្នុងហឹបវិញទីបំផុតគេបានឆ្លងឧបសគ្គនេះបានសម្រេចហើយពួកគេបានរស់នៅជុំគ្នាយ៉ាងសប្បាយរីករាយ